សួរអស់លោកស្រីអ្នកនាងកញ្ញាបងប្អូនដែលកំពុងតែតាមដានទស្សនានៅក្នុងកម្មវិធីផ្សាយរបស់ខ្ញុំបាទប៊ូដានាពេលនេះជាទីមេត្រីនិងជាទីនឹករលឹកសម្រាប់កម្មវិធីដោះស្រាយនៅវិបត្តិរបស់ប្រិយមិត្តទាក់ទងទៅក្នុងបញ្ហាស្នេហានោះក៏បានដល់ពេលវេលាមកបម្រើអារម្មណ៍បាទលោកស្រីអ្នកនាងកញ្ញាត្រឹមតែនេះផងដែរដូច្នេះបើសិនបើលោកអ្នកនាងកញ្ញាបាទមានបាទបញ្ហាតាក់ទងទៅក្នុងសេចក្តីស្នេហាក៏សូមបាទផ្ញើសរសេរជាអត្ថបទមកក្នុងកម្មវិធីរបស់ខ្ញុំបាទដែលមាន email address លេខបាទ buddha_khmer@yahoo.com បាទខ្ញុំបាទនឹងបាទដកស្រង់នៅវិបត្តិរបស់លោកអ្នកនាងកញ្ញាយកមកធ្វើការបាទពិភាក្សាវិញ្ញាណនៅដំណោះស្រាយហើយជំរាបផងដែរបើសិនបើលោកអ្នកនាងកញ្ញាដែលបានស្ដាប់នៅវិបត្តិរបស់ប្រិយមិត្តហើយបាទបើសិនជាលោកអ្នកនាងកញ្ញាមានចំណាប់អារម្មណ៍ចូលរួមជួយដោះស្រាយនៅវិបត្តិក៏សូម email មកខ្ញុំបាទផងដែរហើយខ្ញុំបាទនឹងយកអត្ថបទនោះមកអានដល់លោកអ្នកនាងកញ្ញាផងដែរបាទនៅពេលនេះផងដែរខ្ញុំបាទក៏បានទទួលនៅបាទអត្ថបទ email មួយសន្លឹកបាទពីបាទលោកតែនសុភក្រាបាទគាត់គឺជាបាទប្រិយមិត្តដែលនៅបាទរដ្ឋតិចសាសនៅក្នុងcity នោះបាទគឺ Hamburg គឺគាត់មានវិបត្តិដូចតទៅគឺថាគាត់បានមករស់នៅសហរដ្ឋអាមេរិកនៃរដ្ឋតិចសាសគឺរយៈពេល11ខែនិង28ថ្ងៃទៅហើយបាទហើយស្នេហារបស់គាត់នៅឯស្រុកខ្មែរនោះបាទគឺមានរយៈពេលជាយូរឆ្នាំណាស់មកហើយដែរហើយមុននឹងគាត់ចាក់ចេញពីស្រុកខ្មែរបាទគឺបាទក្តីស្នេហាកាន់តែស្អិតរមួតទៅយ៉ាងខ្លាំងបាទគឺបាទរហូតទៅដល់ថ្ងៃដែលចិត្តបាទបែកគ្នានោះក៏មានពាក្យសន្យានឹងគ្នាទៅវិញទៅមកដែរថាបាទនឹងរួមចាំគ្នាទៅវិញទៅមកដោយគ្មានអ្នកណាម្នាក់នោះបាទលួចទៅមានស្នេហាបាទដែលហៅថាស្នេហាទី3នោះទេបាទដូច្នេះស្រាប់តែមកបាទលោកជួយបាទគឺជាឈ្មោះក្រៅរបស់គាត់បាទបានមកដល់បាទសហរដ្ឋអាមេរិកក្នុងរយៈពេលបានត្រឹម10ខែគឺបាទគឺមានការយោគយល់គ្នាទៅវិញទៅមកតាមរយៈការបាទខលទូរស័ព្ទបាទគឺបាទលោកជួយនោះក៏ទិញបាទ phone card ខលទៅបាទមិត្តស្រីរបស់គាត់នៅស្រុកខ្មែរហើយមិត្តស្រីរបស់គាត់បាទទោះបីជាយ៉ាងណាក៏ដោយមិនថាថ្ងៃឬក៏យប់ក្តៅឬភ្លៀងរងាយ៉ាងណាទេបាទគឺគាត់ស្វះស្វែងទៅកន្លែងដែលហៅថា internet shop នោះដើម្បីបាទខលមករកជួយផងដែរថាសុខទុក្ខរបស់អ្នកទាំងពីរហ្នឹងយ៉ាងណាដែរបាទស្រាប់តែរយៈពេលប្រហែលខែមកនេះបាទលោកជួយបាទក៏មានវិបត្តិហើយក៏បានបាទសួរមកកម្មវិធីរបស់ខ្ញុំបាទគឺមានចំនួន2សំណួរបាទគឺសំណួរទី1នោះលោកជួយមានសំណួរសួរថាហេតុអ្វីបានជាមិត្តស្រីរបស់ខ្ញុំនឹងតែងតែចោទមកលើរូបខ្ញុំបាទថាចូលចិត្តទៅដើរលេងខាងក្រៅហើយនឹងមាននារីទី3គេហៅថាស្រីនៅខាងក្រៅនោះបាទនេះគឺជាសំណួរទី1របស់គាត់ឯសំណួរទី2នោះគឺថាតើខ្ញុំត្រូវធ្វើដូចម្តេចដើម្បីឲ្យបាទខ្ញុំហើយនិងមិត្តស្រីរបស់ខ្ញុំគឺរស់នៅជាមួយគ្នានិងស្រឡាញ់គ្នាជារៀងរហូតបាទន័យថាធ្វើដូចម្តេចឲ្យជួបជុំគ្នាវិញបាទដូច្នេះបើសិនបើលោកស្រីអ្នកនាងកញ្ញាបានទទួលបានដឹងនៅលើនៅបញ្ហាដែលតកតងទៅនឹងវិបត្តិរបស់លោកឈុយបាទដែលមានឈ្មោះពិតថាប៉ាន់សុភក្រានោះបាទគឺសូមមេត្តាផ្ញើជាអត្ថបទឬក៏ជាដំណោះស្រាយមកដល់កម្មវិធីរបស់ខ្ញុំបាទខ្ញុំបាទនឹងលើកយកមកបង្ហាញជូនដល់លោកនាងកញ្ញាក៏ដូចជាបងប្អូនជួយផងដែរថាតើដំណោះស្រាយនេះគួរតែធ្វើយ៉ាងម៉េចដើម្បីឲ្យស្នេហារបស់បងទាំងពីរនោះបាទមានបាទការដែលហៅថាភាពស្អិតរមួតទៅវិញទៅមកនោះបាទសូមអរគុណបាទដើម្បីចូលមកដល់វគ្គដំណោះស្រាយខ្ញុំបាទក៏សូមបាទបងប្អូនអារម្មណ៍លោកអ្នកនាងកញ្ញាមកសម្ដាប់នៅបទចម្រៀងមួយបទជាមុនសិនបាទបទនេះក៏ជាការសំណូមពររបស់លោកជួយដែរគឺដែលមានសំចំណងជើងថាស្នាមញញឹមចុងក្រោយបាទដែលច្រៀងដោយលោក Zono បាទហើយក៏សូមផ្ញើជូនទៅដល់ភ្ញៀវប្រិយមិត្តអ្នកស្ដាប់ទាំងអស់ជាពិសេសគឺមិត្តភក្តិដែលនៅបាទនៅស្រុកខ្មែរហើយក៏សូមផ្ញើជូនទៅដល់បាទបងជួយហើយនិងមិត្តស្រីរបស់បងជួយទុកគាត់ស្ដាប់កំសាន្តនៅពេលនេះផងដែរបាទសូមគ្រប់អញ្ជើញមកសម្រាប់ជាមួយខ្ញុំបាទប៊ូដានៅពេលនេះដូចតទៅបាទ
តាមរយៈបទចម្រៀងស្នាមញញឹមមុនពេលបែកនៅពេលនេះបាទក៏ជាការពេញចិត្តរបស់លោកសុខានិងលោកឆរ៉ាលោកទាំងពីរក៏មានបំណងផ្ញើជូនទៅដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់បាទហើយជាពិសេសនោះគឺផ្ញើជូនទៅដល់បាទក្រុមគ្រួសារពិសេសគឺលោកឪពុកម្ដាយរបស់លោកហើយលោកទាំងពីរក៏មានការផ្ដាំផ្ញើផងដែរបាទគឺសូមឲ្យលោកឪពុកម្ដាយជួបប្រទះតែនឹងសេចក្តីសុខសេចក្តីចម្រើនបាទគឺគូពីសុខភាពរបស់លោកផងហើយកុំឲ្យព្រួយបារម្ភពីការរស់នៅរបស់លោកនៅសហរដ្ឋអាមេរិកអីបាទគឺប្រកបទៅដោយសុភមង្គលទេដូច្នេះសូមរីករាយសម្រាប់ជំនុំខ្ញុំបានទូដែរនាពេលនេះដូចតទៅបើអូនចង់បែកពីបងទៅតាមចិត្តអូនទៅចុះតែបងសូមឲ្យអូនបែកពីបងទៅដោយស្នាមញញឹម